ទោសរាលពីនរកមកបានមកកើតជាប្រែតនៅភូមិមនុស្សយើងនេះកើតជាដេរឆានអាពួកដេរឆានមិញហ្នឹងឯងញោមញាតិអានោះទៅពីមនុស្សហ្នឹងហើយតែសំដែងធ្វើនេះចេះតែបញ្យល់ញោមញាតិទៅបើកាយញោមញាតិណាខ្លាចមិនចង់ទៅនរកអីឲ្យជីវៀងណាសត្វដេរឆានសត្វទៅពីមនុស្សហ្នឹងញោមញាតិមិនទៅពីណាទេដោយសារមនុស្សប្រព្រឹត្តអំពើអកុសលហ្នឹងឯងបានអាស្រ័យហេតុនេះញោមញាតិអស់គ្នាទើបនៅជាមនុស្សខំធ្វើសេចក្តីល្អកុំឲ្យធ្លាក់ទៅកាន់អបាយភូមិដើម្បីញោមរក្សាអត្តភាពយ៉ាងទាបបំផុតស្លាប់ហើយឲ្យកើតជាមនុស្សទៀតបើវាមិនទាន់បានទៅកើតទេវតាណាស្លាប់ហើយកើតមនុស្សទៀតកុំឲ្យទៅក្រមមនុស្សញោមញាតិស្លាប់បានទេហើយមនុស្សយើងស្លាប់ទៅវាមិនទៀងទេមិនអ្នកធ្វើបន់ស្លាប់ឲ្យទៅឋានសួគ៌ភ្លាមអ្នកធ្វើបាបទៅនរកភ្លាមវាអត់ទៀងទេដែលវាមិនទៀងមកពីចិត្តស្លាប់តែចិត្តស្លាប់នោះចិត្តរបស់ខ្លួនហ្នឹងបងវិញ្ញាណរបស់ខ្លួននឹករលឹកទៅអីបើនឹករលឹកទៅបន់ដល់ផុតដង្ហើមទៅបន់បើនឹករលឹកឃើញបាបដល់ស្លាប់ទៅបាបអីបងអានឹងចឹងរណាសំប្រគិនពោព្រះមេគន់ព្រះឡុងសុមនីព្រះមេគន់ខេត្តព្រះវិហារព្រមទាំងព្រះសហការីមានព្រះបល័តគន់ព្រះវិន័យធោគន់ព្រះធម្មធោគន់និងព្រះសមុគន់ដែលជាសហការីរបស់ព្រះមេគន់នឹងសូមប្រគេនពរចំពោះព្រះករុណាគ្រប់រូបទាំងអស់ដែលមានវត្តមាននៅក្នុងឱកាសនេះបាននិមន្តមកពីបណ្ដាវត្តនានាក្តីមកចូលរួមរំលែកទុក្ខចំពោះព្រះមេគន់ខេត្តព្រះវិហារនេះនឹងចម្រើនពរញោមញាតិពុទ្ធបរិស័ទជាឧបាសកឧបាសិកាទាយុទាយិកាលោកអាចារ្យគណៈកម្មការវត្តព្រមទាំងសាសានុសិស្សវិទ្យាល័យគ្រប់រូបទាំងអស់ដែលបានអញ្ជើញចូលមករំលែកទុក្ខចំពោះព្រះគ្រូមេគន់ខេត្តព្រះវិហារនេះក្នុងឱកាសថ្ងៃនេះពេលនេះព្រះមេគន់ខេត្តព្រះវិហារព្រមទាំងបងប្អូនសាច់សាលោហិតព្រមមានឧបាសិកាវណ្ណជនដែលត្រូវជាភរិយាសពលោកស្រីដែនលឹកនិងស្វាមីព្រមទាំងបុត្រលោកស្រីដែងសួស្តីនិងស្វាមីព្រមទាំងបុត្រលោកឡុងសុនឈៀងនិងភរិយាព្រមទាំងបុត្រលោកឡុងសុគីមនិងភរិយាព្រមទាំងបុត្រក្នុងក្រុមគ្រួសាររបស់ឧបាសកឡុងដែងដែលបានទទួលមរណកាលទៅកាន់លោកខាងមុខហើយកាលពីថ្ងៃសៅរ៍12រោចខែបឋមមេសាទឆ្នាំមីអត្តស័កពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី11ខែកក្កដាឆ្នាំ2026នៅវេលាម៉ោង4:09 នាទីព្រឹកក្នុងជនមាយុ78ឆ្នាំដោយរោគាពាធនេះឧបាសកឡុងដែងពលដែលត្រូវជាញោមប្រុសព្រះមេគន់ត្រូវជាស្វាមីរបស់បាសិកាវណ្ណជននិងក្រុមគ្រួសារកូនចៅទាំងអស់កំពុងតែកើតទុក្ខក្រៀមក្រំក្នុងចិត្តដែលសាបាត់បង់ស្វាមីញោមប្រុសលោកឪពុករបស់កូនប្រុសស្រីទាំងអស់ដែលបានទទួលមរណកាលទៅកាន់លោកខាងមុខហើយថ្មីនេះ
ការនិរះប្រាត់ប្រាស់គ្នាដោយសេចក្តីស្លាប់ព្រោះនេះស្លាប់គឺការនិរះប្រាត់ប្រាស់គ្នាហើយជាសេចក្តីជាទុក្ខធំរបស់មនុស្សលោកនៅលើពិភពលោកនេះសម្រាប់ក្រុមគ្រួសារណាដែលមានសាច់ញាតិគឺលោកឪពុកអ្នកម្ដាយបានលះលោកទៅកាន់លោកខាងមុខហើយលោកបានអញ្ជើញទៅកាន់លោកខាងមុខផុតទៅហើយតែបានបន្សល់នៅសេចក្តីទុក្ខទាំងអស់ហ្នឹងទុកឲ្យក្រុមគ្រួសារកូនចៅប្រុសស្រីទាំងអស់ដែលមានជីវិតរស់នៅនេះព្រោះទុក្ខនេះជាទុក្ខធំបំផុតសម្រាប់ជីវិតមនុស្សអ្នកដែលនៅរស់អ្នកដែលស្លាប់ទៅហើយអញ្ជើញទៅកាន់ទីឋានដ៏សំគួរដែលខ្លួនត្រូវទៅបដិសន្ធិវិញ្ញាណថ្មីនោះតែសេចក្តីទុក្ខនេះនៅសល់ឲ្យមនុស្សទាំងអស់ដែលមានជីវិតរស់នៅដូចជាភរិយាកូនចៅប្រុសស្រីញាតិមិត្តទាំងអស់ដែលជាញាតិធ្វើធ្លាប់រាប់អានគ្នានោះប្រកាសណាញោមញាតិពុទ្ធបរិស័ទគ្រប់រូបទាំងអស់ការបែកបាក់និរះប្រាត់ប្រាស់គ្នាក្នុងនាមជាមនុស្សនិងមនុស្សដែលមានជីវិតរស់នៅដូចគ្នាហ្នឹងយើងមានសង្ឃឹមថាថ្ងៃណាមួយខែណាមួយនឹងបានមកជួបជុំគ្នាវិញដោយញោមញាតិពុទ្ធបរិស័ទមានកូនមានឪពុកម្ដាយបានទៅនៅសហរដ្ឋអាមេរិកក្តីអូស្ត្រាលីក្តីបារាំងក្តីនេះគេហៅថាការបែកបាក់និរះប្រាត់ប្រាស់គ្នាដែរប៉ុន្តែទោះបីយ៉ាងណាក៏យើងនៅតែមានសង្ឃឹមថាថ្ងៃណាឆ្នាំណានឹងបានជួបជុំគ្នាក្នុងកាលដ៏គួរហ្នឹងវិញញោមញាតិពុទ្ធបរិស័ទបច្ចុប្បន្ននេះមានគ្រឿងបច្ចេកវិទ្យាគេបង្កើតឡើងទំនើបគឺទូរស័ព្ទដែលញោមញាតិមានប្រើគ្រប់តែគ្នាហ្នឹងអាចប្រស្រ័យទាក់ទងបានរវាងមនុស្សនិងមនុស្សឲ្យតែមនុស្សដែលមានជីវិតរស់នៅដូចគ្នាទោះបីនៅប្រទេសណានៅទីណាយើងអាចទាក់ទងគ្នាបានតាមរយៈទូរស័ព្ទហ្នឹងនិយាយគ្នាបានឃើញរូបគ្នាបានទៀតព្រោះនេះជាគ្រឿងបច្ចេកវិទ្យាដ៏ទំនើបក្នុងបច្ចុប្បន្ននេះតែសម្រាប់អ្នកដែលលះលោកទៅកាន់លោកខាងមុខហើយនោះมันមានពិធីណានឹងអាចប្រស្រ័យទាក់ទងគ្នាបានទេញោមញាតិទូរស័ព្ទក៏ទាក់ទងគ្នាអត់បានគឺវាដាច់ស្រឡះពីគ្នាហ្នឹងអាស្រ័យនេះបានជាសាច់ញាតិកូនចៅបងប្អូនដែលមានជីវិតរស់នៅលោកមានសេចក្តីក្តុកក្តួលទង្គិសសោកសួរសោកសៅក្នុងចិត្តនឹងដោយមិនមានសង្ឃឹមថានឹងបានជួបគ្នាទៀតទេសម្រាប់លោកអ្នកដែលទៅកាន់លោកខាងមុខហើយក៏លោកអត់បានត្រឡប់អត់បានអញ្ជើញមកជួបនឹងកូនចៅប្រុសស្រីវិញទេមកកាន់ផ្ទះកាន់សម្បែងគេហដ្ឋានអីអត់មានទេគឺដាច់ស្រឡះទោះបីជាអាត្មាភាពមិនសំដែងក៏ញោមញាតិបកណានអស់ក៏ជ្រាបថាអ្នកស្លាប់និងអ្នករស់អត់មានពិធីណាទាក់ទងគ្នាបានទេតែណែបានជាទុកនឹងដ៏ធំធ្ងន់បំផុតមកសង្កត់នៅលើកូនចៅអ្នកដែលមានជីវិតរស់នៅនឹករលឹកចំពោះគុណឧបការៈរបស់លោកឪពុកតែបានបីបាច់ថែរក្សាឋានៈថ្នមកូនតាំងពីកូនមកជ្រោកក្រោមម្លប់របស់លោកទាំងពីរនេះព្រោះនេះជាសេចក្តីទុក្ខរបស់មនុស្សព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃយើងទ្រង់បានបង្រៀនទ្រង់បានប្រាប់ដល់មនុស្សទូទៅទាំងអស់មិនសម្រាប់តែខ្មែរអ្នកកាន់ពុទ្ធសាសនាតែជាតិណាក៏ដូចតែជាតិណា
ព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាទុក្ខរបស់មនុស្សដែលធំបំផុតកើតមានដល់ជីវិតរបស់មនុស្សទី1គឺជាតិគឺការកើតនឹងជាសេចក្តីទុក្ខមួយទី2ជារាទុក្ខចាស់ក្រឹមគ្រានឹងជាទុក្ខមួយទី3ព្យាធិទុក្ខជំងឺរោគានឹងជាទុក្ខមួយដែរទី4មរណទុក្ខគឺសេចក្តីស្លាប់សត្វតែជាគ្រឿងទុក្ខព្រោះយើងទាំងអស់ឃើញដឹងឮគ្រប់តែគ្នាប៉ុន្តែសេចក្តីទុក្ខរបស់យើងដែលជាបឋមជននេះកើតតែមួយផ្លេតទេបងក្នុងពេលដែលមានបុព្វការីជនមេដាបិតាបងប្អូនដែលលះលោកទៅក៏នាំគ្នាស្រែកយំកន្ទក់កន្ទិញគក់ទ្រូងដំអរ៉ាសោកសឹកសួលតែមួយពេលប៉ុណ្ណឹងឯងតែយូរកន្លងផុតទៅដូចភ្លេចបាត់ទៅអត់បាននឹកឃើញទៀតទេគឺថាយើងឃើញតែមួយផ្លែតសម្រាប់ព្រះសម្មាសម្ពុទ្ធនិងព្រះពូអរិយជនលោកឃើញច្បាស់លោកអត់ភ្លេចទេនៅតែចងចាំនៅសេចក្តីទុក្ខទាំង4ហ្នឹងលោកអត់ភ្លេចនៅតែចងចាំសម្រាប់យើងបឋមជនគាត់តែភ្ញាក់ផ្អើលមួយផ្លែតទេនេះបានលោកអ្នកប្រាជ្ញលោកនិពន្ធថាសពសត្វក្នុងលោកសត្វតែវិយោគប្រកាអន្ទោលមានក្តីប្រត់ប្រាស់និរះជាគោលទោះចង់រត់ចោលក៏គ្រាន់តែចង់កាលណាមានបងប្អូនសាច់ញាតិស្លាប់ហើយក៏កើតទុក្ខនោះឃើញសេចក្តីទុក្ខនឹងការស្លាប់ហ្នឹងហើយតែចង់រត់ចោលបើគាត់ចង់រត់ចោលក៏គាត់តែចង់តែទៅភ្លេចទៅបាត់ទៅអត់ចង់រត់ចោលតែចង់តែនៅចង់បានកំណើតកើតជាមនុស្សនឹងទៀតណាវានៅតែវិលវល់យ៉ាងរីព្រះសម្ពុទ្ធមានញាណមោះមុតព្រះអង្គបានឃើញច្បាស់នៅសេចក្តីកើតនិងស្លាប់នឹងព្រោះទ្រង់បានយាត្រាតាមមេគាត្រង់ព្រោះព្រះអង្គមានជ្រាបការអន្ទូលឃើញសេចក្តីទុក្ខក្នុងការកើតហ្នឹងហើយព្រះអង្គក៏សម្ដែងប្រោសដល់បរិស័ទទាំងអស់ទូទៅឲ្យយល់ពីការកើតចាស់ឈឺស្លាប់ហ្នឹងថារបស់ហ្នឹងទីពិតប្រកបកិច្ចមិនរួចកែបានទេបងនេះជាសេចក្តីទុក្ខធំរបស់សង្គមមនុស្សយើងហ្នឹងបងនេះសូមញោមញាតិទាំងឡាយនឹងជ្រាបបានព្រះសម្មាសម្ពុទ្ធលោកសម្ដែងប្រាប់ពួកភិក្ខុទៀតថាមនាលភិក្ខុទាំងឡាយអាយុរបស់មនុស្សទាំងឡាយនេះតែងណាស់លោកប្រាប់ថាតែងណាស់សត្វដែលត្រូវទៅកាន់បរៈលោកអ្នកណាដែលត្រូវទៅកាន់បរៈលោកហ្នឹងថាសត្វដែលត្រូវទៅកាន់បរៈលោកគួរធ្វើកុសលគួរប្រព្រឹត្តព្រហ្មចរិយធម៌ព្រោះថាសត្វដែលកើតហើយឈ្មោះថាមិនស្លាប់មិនមានទេមនាលភិក្ខុទាំងឡាយអាយុរបស់សត្វទាំងឡាយនេះតិចណាស់ក៏មានត្រឹម100ឆ្នាំយ៉ាងច្រើនឬក៏ថយចុះជាង100បន្តិចឬច្រើនជាង100នោះបន្តិចមានតែប៉ុណ្ណឹងបើកំណត់គឺ100ឆ្នាំប៉ុន្តែបកករណាញោមញាតមើលមកអ្នកណាបានអាយុ100កម្រណាស់ណាបងច្រើនជាង100ក៏កម្រទៀតមានតែក្រោម100ដូចបាសក
ឡុងដែងហ្នឹងបានតែ70ប្រមាណបានតែ78ចឹងណាក្រោម100ហើយរោអ្នកដែលមានអាយុ100នៅក្នុងខេត្តព្រះវិហារមានប្រមាណអ្នកយាយតាណាចាំមនុស្សរាប់សែនមាន3 4នាក់ទៅគិតអីគិតដូចជាអត់វាតិចណាស់អានឹងសូមឲ្យយើងញាក់ជ្រាបនេះព្រះសម្មាសម្ពុទ្ធលោកត្រាស់ដាស់តឿនយើងហ្នឹងវាឥឡូវទាំងអស់គ្នាកំពុងតែកើតទុកនឹងឧបាសកឡុងដែងនេះមានភរិយាកូនចៅក្រុមគ្រួសារញាតិមិត្តទាំងអស់កើតទុកចំពោះឧបាសកឡុងដែងឧបាសកឡុងដែងនេះគាត់បានទទួលគ្រប់ហើយណាញោមញាតិកើតរួចហើយចាស់គាត់ចាស់រួចហើយឈឺក៏ឈឺរួចហើយស្លាប់ក៏ស្លាប់ហើយចប់ហើយណាបងទាំង4ហ្នឹងដែលពុទ្ធលោកសម្ដែងនៅឡើយតែយើងរាល់គ្នាទេគឺឧបាសកបាសិកាយាយតាគ្រប់គ្នាទាំងអស់យើងទាំងអស់គ្នានេះយើងទាំងអស់គ្នាមិនមែនញោមញាតិអាត្មាក៏មួយដែរស្រាប់បានដែរអាត្មានោះក៏មួយដូចញោមញាតិដែរកើតរួចហើយចាស់កំពុងតែចាស់ឈឺកំពុងតែឈឺនៅតែមួយទៀតដែរយកមកនៅតែមួយនឹងព្រះសម្មាសម្ពុទ្ធកុំឲ្យធ្វេសប្រហែសសេចក្តីស្លាប់នឹងទៀងណាស់ជាអត់រួចទេប៉ុន្តែវាមិនដឹងជាថ្ងៃណាម៉ោងណាខែណាយើងអត់ដឹងទេត្រង់ដែលយើងមិនដឹងកំណត់ថ្ងៃខែដែលយើងស្លាប់នេះហើយបានដែលយើងកុំប្រហែសធ្វេសបាលីថាកុំប្រមាទតិកុំប្រហែសធ្វេសអ្នកខ្លះអត់បានចាស់ទេណាញោមញាតិស្លាប់តាំងក្មេងហ្នឹងយើងសំណាងហ្នឹងបាននៅដល់ចាស់បើអញ្ចឹងកុំប្រហែសធ្វើម៉េចថាគួរសន្សំកុសលញោមញាតិតែពុទ្ធលោកសម្ដែងគួរប្រព្រឹត្តព្រហ្មចរិយធ្វើគួរធ្វើសេចក្តីល្អផ្សេងគួរធ្វើទានរក្សាសិលចម្រើនមេត្តាភាវនាព្រះសម្មាសម្ពុទ្ធលោកសម្ដែងពីសភាវៈធ្វើ4យ៉ាងដែលគេខិតមិនបានហ្នឹងទី1គឺជារាក្រំគ្រានេះអ្នកណាចង់ចាស់អត់មែនណាចង់ចាស់តែញញៀនពេលសប្តាហ៍នេះអសតការីគេខំស្រាវជ្រាវរាវរកថ្នាំណាដែលឲ្យមនុស្សលេបទៅទប់កុំឲ្យវាចាស់ហ្នឹងលេបឲ្យគេមានធ្វើថ្នាំលេបទៀតណាលេយកមកលក់យកមកលាបលូនពីក្រៅទីកុំឲ្យចាស់តែធ្វើមិនក៏ទប់មិនឈ្នះមានអតុជាសភាវៈធ្វើអានេះដែលពុទ្ធថា4យ៉ាងទប់អត់ឈ្នះដែរហើយដូចញោមញាក់ឡានសក់ស្កៅសក់ក្បោសអានោះក្រំគ្រាសក់នៅវិជារាណាបងមិនជារាតែរូបរាងកាយអាយុសក់នោះជារាតែសក់សហើយមិនចង់ឲ្យសតែខ្មាស់គេក៏មិនថាសក់ស្កៅទៅយកថ្នាំមកលាបឲ្យខ្មៅទៀតណាយកមកបំបាំងស្ពិនភ្នែកទៀតបើញោមញាតឲ្យនេះបានប្រហែលថ្ងៃលាបទៅបាន4 5ថ្ងៃអាចចុងវាខ្មៅបើដុសគល់សមកទៀតមើលទៅឃើញសក់ក្បោសណាមគូលាបតែញោមឲ្យបណ្ដោយទៅទួលស្គាល់ការពេទ្យទៅសម្បានញោមញាតស្គាល់ការពេទ្យគឺថានឹងវិជារាក្រំគ្រាបើត្រូវតែសោះអញ្ចឹងឯងបើយើងឃើញសក់យើងសយើងកើតសង្វេគទាំងអាត្មាអញ្ចាស់អើយបើចាំមិនគួរបង្ើយកន្តាយគួរសាងសន្សំកុសលខំតែអញ្ចឹងមានឲ្យញោមញាតលៀបខ្មៅទៅមានទៅគិតអីបើថានៅតែក្មេង
នឹងសត្វតែមិនចង់ចាស់ទេបានជារកវិធីផ្សេងមកកែហ្នឹងទប់មិនរួចទេញញាតិចាស់នេះញញាតិវាលោភមកដូចជាពស់លេបបង្កែស្រាប់អត់ឲ្យដឹងដែរអត់ឲ្យយើងដឹងទេអ្នកណាដែលដឹងតែខ្លួនយើងចាស់អត់ដឹងទេញញាតិនេះញញាតិដែលអង្គុយស្ដាប់ធ្វើថ្ងៃនេះល្ងាចនេះមិនញញាតិអសិលមាញ់ទេណាយប់មាញ់ទេណាបងថ្ងៃនេះវាចាស់ជាងយប់មាញ់សាមញ្ញហើយអញ្ចឹងព្រះសម្មាសម្ពុទ្ធលោកសំដែងបើថ្ងៃនឹងយប់មិនកន្លងទៅបើថ្ងៃនឹងយប់តែងកន្លងទៅអាយុរបស់សត្វទាំងឡាយចេះតែអស់ទៅចឹងជីវិតចេះតែអស់ទៅបបដូចជាកង់នៃរទេះវាវិលទៅតាមស្នាមជើងគោដែលនៃរទេះដូចក្បាលកពើរទេះអញ្ចឹងណាញោមញាតិអាកង់រទេះវិលតាមក្បាលកពើរទេះក្បាលកពើរទេះគឺយប់ថ្ងៃកង់រទេះគឺរូបរាងកាយរបស់យើងតែកាលណាមានយប់ថ្ងៃគឺចាស់ត្រូវតែចាស់ទៅតាមយប់ថ្ងៃបាទញោមញាតិមានដឹងណាសមានតែយប់មួយថ្ងៃមួយកន្លងទៅក៏អត់ជាប់តាកតងនឹងអ្វីមែនទេណាញោមញាតិជាប់តាកតងនឹងអាយុសង្ខារយើងវាចាស់ចរិយាតែបើញោមទប់ថ្ងៃយប់កុំឲ្យមានថ្ងៃមានយប់បានទប់ចាស់ចរិយាបានអានឹងជាវិធីតែណាទៅទប់បានហ្នឹងព្រោះញោមថ្ងៃនេះចាស់តែអាចដល់យប់នេះស្អែកទៀតចាស់ចឹងនឹងតិចទៀតហើយអាហ្នឹងអាត្មាសុំជម្រាបចេះព្រោះញោមញាតិអត់ដែលបានគិតទេអត់ដែលបានគិតតែខ្លួនអញចាស់ជារាទៅតាមថ្ងៃនិងយប់ដែលកន្លងទៅហ្នឹងរឿងមួយទៀតថាយប់និងថ្ងៃតែកន្លងទៅអាយុរបស់សត្វទាំងឡាយចេះតែអស់ទៅដូចទឹកស្ទឹងតូចទាំងឡាយញោមមើលស្ទឹកស្ទឹងតូចខែវស្សាវាមានទឹកដល់ខែប្រាំងមកកម្ដៅព្រះអាទិត្យនៅហួតហែងអស់ទៅខាស់នៅតែស្ទឹងទៅទេអស់ណាហ្នឹងចឹងទឹកនឹងដូចជាអាយុសង្ខាររបស់បញ្យើងចឹងឯងថ្ងៃស្រូបដោយកម្ដៅថ្ងៃទៅវាហួតហែងទៅនៅតែស្ទឹងទៅទេវាអស់អញ្ចឹងនេះព្រះសម្មាសម្ពុទ្ធលោកទី5អញ្ចឹងគ្រប់ឲ្យយើងពិចារណាអាស្រ័យនេះយើងជាពុទ្ធបរិស័ទគួរតែគិតគួរតែពិចារណាកុំប្រហែសធ្វេសប៉ុណ្ណឹងជារាក្រំគ្រានេះទប់វាបាននេះធ្វើម៉េចក៏ទប់បានដែរទី2ជំងឺរោគាជំងឺរោគានេះក៏ទប់អត់បានដែរវាជំងឺរោគានេះកាចណាស់ញោមញាតិជារានេះអត់កាចទេវាលោភលេបតបាក់ជំងឺរោគានេះកាចណាស់ណាបងព្រះពុទ្ធលោកសម្ដែងថាណដ្ឋិជាធិសមារយោគ្មានសត្រូវណាដែលខូខើកាចសាហាវជាជាងជំងឺមិនមានទេញោមគេនេះជំងឺជំងឺនៅវាដំវាធាក់វាវាយវាសំពងគេដេកស្រែកយោនៅលើក្រែពេទ្យណាអាស្រ័យយោហ្នឹងគឺថាជំងឺហ្នឹងវាដំវាត្រឹមវាយវាសំពងឲ្យអ្នកជំងឺនោះត្រឹមអត់បានស្រែកយោវាអត់មេត្តាត្រាប្រណីអីទេស្រាប់បានទេញោមញាតិមិនដែលឈឺទេអាហ្នឹងជំងឺនឹងកាចណាបងយោយាយបណ្រាស់ឆ្វេងស្ដាំហ្នឹងរាវាអត់ឈ្នះទេឆ្លងដល់ទី3គឺសេចក្តីស្លាប់ក៏រារាំងវាមិនឈ្នះដែរគ្មាននរណាមួយរារាំងឈ្នះទេយើងឃើញគ្រប់តែគ្នាមិនឃើញតែយើងអត់ដែលបានយកបញ្ញាមកពិចារណាឲ្យវាឃើញហ្នឹងព្រោះយើងខ្វះបញ្ញាបើយើងមានបញ្ញាហើយយើងភ្ញាក់រលឹកដឹងសពកាលទៅយើងអត់ប្រហែសទ្វេទេ
តែសេចក្តីស្លាប់នឹងមានប្រកបដល់អាត្មាអញគឺជិះអត់រួចទេទី4វិបាកៈផលរបស់កម្មអាក្រក់ក្តីល្អក្តីតែបុគ្គលធ្វើហើយនឹងឲ្យផលដល់អ្នកធ្វើជិះអត់រួចទេត្រូវតែឲ្យផលព្រោះនេះបទសភាវៈ4យ៉ាងដែលយើងរៀបរៀងមកមិនឈ្នះមិនថាចាស់ក៏ចាស់ហើយទុំមិនឈ្នះជំងឺក៏ទុំមិនឈ្នះសេចក្តីស្លាប់ក៏ទុំមិនឈ្នះក៏ប៉ុន្តែយើងគិតពេលវេលាដែលយើងស្លាប់ទៅនេះយើងមានអីទីពឹងថាវាមានតែវិបាកៈគឺផលបុណ្យនិងផលបាបប៉ុណ្ណឹងឯងដែលទីពឹងរបស់យើងណាតែកាលណាញោមញាតប្រព្រឹត្តអំពើអកុសលទុច្ចរិតបាបកម្មសេចក្តីទុក្ខនឹងឲ្យហើយហើយមានអ្នកណាមួយចង់ជួបនឹងទុក្ខអត់មានទេណាញោមញាតហើយញោមញាតគេថាធ្វើអីប្រាថ្នាសុំឲ្យបានតែសេចក្តីសុខក្នុងការធ្វើកុសលផលបុណ្យរហូតដល់បន់ស្រន់អរុគអរៈអ្នកតាសុំឲ្យជួយផ្ដល់សោកកុំឲ្យជួបនឹងទុក្ខហ្នឹងគឺគេស្អប់ណាសេចក្តីទុក្ខបើញោមញាតឲ្យទៅបន់ស្រន់ទៅសុំណាបានពីព្រោះព្រះពុទ្ធលោកថាយើងធ្វើកម្មអីវាបានផលហ្នឹងផ្ដល់មកយើងគ្មានណាឲ្យមានណាមកជួយយើងរួចទេនេះសូមឲ្យញោមញាតជ្រាបចឹងបើយើងធ្វើអំពើជាកុសលអានេះអំពើជាកុសលផ្ដល់នៅសេចក្តីសុខឲ្យយើងសុខក្នុងជីវិតរបស់យើងដែលរស់នៅហ្នឹងពុទ្ធសាសនាព្រះពុទ្ធលោកសម្ដែងមានតែ2ប៉ុណ្ណឹងឯងពេលម្ល៉េះហើយញោមញាតពុទ្ធបរិស័ទទូទៅអមមិនដែលណាប្រាថ្នាឲ្យជួបសេចក្តីទុក្ខទេគឺខ្លាចហើយជៀសវាងកិច្ចពីសេចក្តីទុក្ខគេได้បន់ស្រន់សុំឲ្យរួចពីសេចក្តីទុក្ខតែការបន់ស្រន់នឹងអត់ប្រយោជន៍ទេញោមញាតតើតើឲ្យតែញោមញាតធ្វើបាបឲ្យបន់តែមិនក៏បាបនៅអត់ចេញទៅណាទេនៅតែតាមឲ្យផលចឹងនេះសូមឲ្យជ្រាបអំពីពុទ្ធសាសនាបើបន់នឹងបាបគឺគ្មានណាឲ្យទេញោមញាតមានតែយើងឯងអ្នកធ្វើហ្នឹងមានតែយើងអ្នកធ្វើអត់មានណាឲ្យយើងទេហើយក៏គ្មានណាជួយយើងរួចទៀតនៅព្រះវិហារនេះមានគេធ្វើបន់ផ្ដាច់កម្មពីរដែរញោមញាតធ្វើបន់លៀងបាបដែរណាញោមញាតមានណែនៅខេត្តព្រះវិហារនេះបាទអាត្មានៅស៊ីមរៀបនោះមានណាមានធ្វើបន់លៀងបាបអាហ្នឹងចឹងអ្នកដែលជឿថាធ្វើបន់លៀងបាបមនុស្សអត់យល់ពីពុទ្ធសាសនាតោះញោមញាតបំណាច់ខ្លាចបាបដែលខ្លួនធ្វើអាក្រក់វាច្រើនតាំងធ្វើបន់ទៅលៀងមិនជ្រះញោមហើយបន់នឹងបាបវានៅផ្សេងពីគ្នាតែកាលណាញោមញាតធ្វើអ្វីមុនអានឹងឲ្យវាឲ្យផលដល់បានទេញោមញាតដូចជាញោមញាតខ្លះកើតមកខំធ្វើបន់គេដែរប៉ុន្តែបន់អត់ឃើញជួយឃើញតែសេចក្តីទុក្ខលំបាកនោះផ្ដល់ឲ្យផ្ទួនគ្នាអត់ស្រាកស្រានទេនេះជីវិតដែលកើតមកហ្នឹងចេះតែឆ្ងល់ថាអញធ្វើសេចក្តីល្អមិនដែលធ្វើបាបអីសោះតែមិនបានមានសេចក្តីទុក្ខមកផ្ដល់ឲ្យមិនដាច់យ៉ាងនេះថានឹងបើញោមញាតជ្រាបពីពុទ្ធដីកាដែលពុទ្ធសម្ដែងទៅអត់ឆ្ងល់ទេបងព្រោះថាព្រោះយើងធ្វើអំពើទុច្ចរិតបាបរួចហើយណាបានទេញោមញាតហើយបាបនោះវានៅតែតឹងវាមកផ្ដល់ផលឲ្យយើងនៅតែតឹងដូចភ្លឺស្រែដូចអញ្ចឹងផ្ទះអីចឹងទោះបីញោមញាតធ្វើបន់ក្នុងបច្ចុប្បន្ននេះល្អក៏ចូលឲ្យអត់រួចទេបាបវានៅដេកទៅតឹងហ្នឹងឯងមកបន់មកចូលអានឹងអត់បានទេគឺរំលើងអានឹងអត់បានទេនេះសូមឲ្យយល់យ៉ាងបងអញ្ចឹងបើញោមធ្វើបាបទៀត
ធ្វើបាបតែបន្តិចបន្តួចក៏ឲ្យផលដែរព្រោះតែអាបាបវានៅខាងមុខដែរមកគ្នាវានៅវាជួយគ្នាមកជួបគ្នាឲ្យផលព្រាមនេះបាបនៅខាងមុខហើយតែធ្វើបន់ចូលអត់រួចបើធ្វើបាបបន្តិចបន្តួចបច្ចុប្បន្នចូលឲ្យផលព្រាមព្រោះមានគ្នាវានៅនឹងចាំទទួលហ្នឹងហើយសម្រាប់ដូចជាអ្នកខ្លះកើតមកឃើញគេបានតែសេចក្តីសុខក្នុងជីវិតរបស់ប៉ុនគេហ្នឹងតែឃើញគេធ្វើបាបក៏មិនឃើញបាបនៅឲ្យផលអានេះអញ្ចឹងព្រោះគេធ្វើបន់ពីមុនមកបន់នោះឲ្យផលគេជាសុខតែអំពើបាបដែលគេធ្វើឲ្យផលចូលអត់រួចទេព្រោះបន់នៅតែតឹងពីមុខហ្នឹងឯងចូលឲ្យរួចអត់រួចទេតែបើសិនគេធ្វើបន់បន្តិចបន្តួចក្នុងបច្ចុប្បន្ននេះចូលឲ្យផលបានព្រោះគ្នាវានេះបន់នៅរួចស្រេចតែធ្វើមករួមគ្នាចូលឲ្យផលនេះសូមឲ្យយើងញាក់ជ្រាបក្នុងជីវិតរបស់មនុស្សដែលកើតមកហ្នឹងវិកម្មផលនៃញោមញាតព្រះពុទ្ធលោកសម្ដែងថាដូចជាស្រមោលខ្លួនរបស់ញោមយ៉ាងឯងញោមមើលមនុស្សយើងសម័យមានស្រមោលបើញោមបេះស្រមោលនឹងចោលបានបេះប៉ុនបេះបាបចោលបានអ្នកណាបេះស្រមោលខ្លួនចោលបាននោះអត់ទេនេះលោកព្រះសម្មាសម្ពុទ្ធលោកធៀបអញ្ចឹងហើយធៀបមួយទៀតថាបុណ្យនិងបាបនេះប្រៀបឧបមាបីដូចជាឪពុកម្ដាយសម្រាប់យើងដូចជាទារកកូនតូចញោមញាតមើលមកម្ដាយគាត់ថែរក្សាទារកតូចទៅណាក៏បីត្រូពោកពីអោបការពារសពបែបសពយ៉ាងមិនឲ្យអ្វីចូលមកប៉ះត្រូវបើញោមធ្វើបាបក៏បាបក្នុងឯមុខ3ថែរក្សាឲ្យផលជាទុកបើញោមធ្វើបន់គឺបន់នឹងដូចជាម្ដាយមក3ថែរក្សាការពារឲ្យបានសេចក្តីសុខព្រោះនេះព្រះសម្មាសម្ពុទ្ធលោកធៀបអញ្ចឹងបើញោមញាណនៅក្នុងនេះបានជាមិនឆោតហើយកុំទៅធ្វើបន់លៀងបាបអត់បានទេញោមញាណតែបានទេហើយញោមញាតធ្វើបន់លៀងបាបគេសើចអ្នកដែលចេះដឹងពុទ្ធសាសនាគេសើចតែយើងល្ងងជ្រៅពេកល្ងងនោះវាជ្រៅណាស់បងអត់ដឹងថាធ្វើបាបច្រើនភ័យខ្លួនតាមមកធ្វើបន់លៀងអាហ្នឹងទៅមិនរួចទេបងមានតែយើងឈប់ធ្វើអំពើអាក្រក់ហើយយើងខំធ្វើសេចក្តីល្អអត់ដោយកាយវាចាចិត្តរបស់ផងយើងហើយសម្រាប់ពុទ្ធដែលឈ្មោះថាពុទ្ធពុទ្ធៈហ្នឹងបាននេះទៅលោកអ្នកដែលទូលមានព្រានបដៅមនុស្សទូទៅទាំងអស់ឲ្យធ្វើអំពើល្អដោយកាយដោយវាចាចិត្តលោកនាំឲ្យធ្វើល្អទេមិនបាននាំញោមឲ្យញាតធ្វើឲ្យធ្វើអាក្រក់ទេនេះពុទ្ធនាំឲ្យធ្វើល្អមិននាំញោមញាតឲ្យធ្វើកាយទុច្ចរិតវច័យទុច្ចរិតមโนទុច្ចរិតអត់ទេលោកឲ្យធ្វើកាយសច្ចរិតវច័យសច្ចរិតមโนសច្ចរិតសេចក្តីល្អបានញោមជិះរួចពីសេចក្តីទុក្ខព្រោះអត់ធ្វើអំពើអាក្រក់ហើយញោមបានទទួលសេចក្តីសុខព្រោះញោមញាតធ្វើអំពើល្អសេចក្តីសោកទុក្ខអាក្រក់ល្អអត់មានអីទេញោមញាតមានតែកាយវាចាចិត្តប៉ុន្តែបើគេអ្នកមានបញ្ញាគេគ្រប់គ្រងលើចិត្តបាននឹងពួកសពបរោះគេអត់ធ្វើបាបគេធ្វើតែកុសលបុណ្យតែពួកអសពបរោះល្ងងអត់មានបញ្ញាគ្រប់គ្រងចិត្តទេធ្វើតែអំពើបាបដែរបងអញ្ចឹងនេះសូមឲ្យយើងញាក់ជ្រាបអាស្រ័យហេតុនេះយើងទាំងអស់គ្នានេះមានដំណើរទៅមុខតែបានទេយើងមានដំណើរទៅមុខតែណាទៅសៀមរាបញញៀទៅអង្គរវត្តដំណើរទៅមុខក្នុងទីនេះគឺទៅកាន់សេចក្តីស្លាប់តែបានទេញញៀដឹងខ្លួនយ៉ាងបើត្រូវរកអ្វីជាទ្រព្យសម្បត្តិជាទីពឹងខ្លួនហ្នឹង
ញោមញាតយ៉ាងพระพุทธលោកសម្ដែងថាក្រ4យ៉ាងក្រ4យ៉ាងក្រទី1ក្របានកើតជាមនុស្សមិនក្រជីវិតរស់នៅរបស់សត្វលោកទាំងអស់ជាការកម្រដែរពីការស្ដាប់នៅព្រះសទ្ធម្មក៏ជាការកម្រដែរការបានត្រាស់ដឹងនៃពពុទ្ធក៏ជាការកម្រដែរ4នឹងក្រណាស់ណាញោមញាតអូចេញនិយាយពីក្របានកើតជាមនុស្សញោមញាតមើលមកជីវិតនៅលើផែនដីនេះរាប់លានរាប់សែនកោដប៉ុន្តែជីវិតទាំងអស់សត្វតពួកសត្វដេរឆានសត្វដេរឆានហើយសត្វដេរឆានដែលធំជាងគេសត្វតម្រៃញោមញាតចុះពីតម្រៃមកមានគោមានក្របីមានឆ្លុះក្តាន់រមាំងប្រើសអីសត្វជើង4ហ្នឹងមកចេះតូចមករហូតដល់មកឆ្កែឆ្មាទៅកណ្ដុរអីទៅសត្វជើង4ហ្នឹងអានោះមកប្រភេទទៅតែសត្វដេរឆានមកប្រភេទទៀតហ្នឹងគឺសត្វស្លាបទៅបងអាសត្វស្លាបមានធំមានតូចរៀងមកបងហើយសត្វមកប្រភេទទៀតហ្នឹងគឺសត្វជើងច្រើនមានតាំងពីក្តាមណាសត្វក្តាមសត្វក្អែបខ្ទួយអីអស់សត្វតែជើងច្រើនណាស់ពួកហ្នឹងដូចជាក្រងដូចជាស្រមោចអីក៏ពួកជើងច្រើនដែរពេលរហូតដល់សត្វអត់ជើងទៀតនៅក្នុងទឹកញោមញាតត្រីមានត្រីតូចត្រីធំរហូតដល់ត្រីចង្វាត្រីក្រឹមអីទាំងអស់ប៉ុន្តែជីវិតសត្វដេរឆានតែសម្រាប់ជីវិតដែលកើតជាមនុស្សក្រជាទីបំផុតញោមញាតដែលបានកើតជាមនុស្សនៃញោមញាតជាភពជាលៀបដ៏ប្រសើរសម្រាប់ជីវិតដែលកើតជាមនុស្សទោះតែញោមញាតដែលកើតជាមនុស្សប្រុសអីថាប្រុសអំពើជាកុសលផលបុណ្យដែលញោមញាតបានសាងហ្នឹងណាបងមានទានមានសិលភាវនាជាដើមណាអំពើជាកុសលជាធម្មពលដែលត្រូវត្រង់ញោមញាតឲ្យកើតជាមនុស្សឬទៅកើតជាទេវតាក្នុងឋានសួគ៌6ជាន់ហ្នឹងឬទៅកើតជាព្រហ្ម6ដណ្ដប់ជាន់មានរូប4ជាន់អត់រូបអានេះជាអំពើកុសលកើតណាបងប៉ុន្តែឥឡូវនិយាយថាពីមនុស្សកើតជាមនុស្សកំរក្រក្រៃសូមឲ្យញោមញាតរក្សាអត្តភាពរបស់ខ្លួនកុំឲ្យវាប្រែពីមនុស្សបើវាប្រែពីមនុស្សទៅជាទេវតាទៅជាព្រំកុំប្រែពីមនុស្សទៅជាសត្វនរកអបាយភូមិស្អាបានទេញោមញាតទៅអបាយភូមិតកើតនរកឯក៏មានដែរទោះបីសូត្រពឹសស្ដា100ចប់ក៏រើមិនរួចដែរមិនសូត្រពឹសស្ដា100ចប់ទៅឡើងពីនរករួចអត់ទេណាញោមញាតអានេះសូមជំរាបចឹងសត្វមនុស្សនេះជាសត្វដែលមានបញ្ញាញោមញាតគេថាមានបញ្ញាឯសត្វមនុស្សនេះខុសគេញោមញាតមកឆ្អឹងខ្នងបញ្ឈរអញ្ចឹងសត្វដេរឆានទាំងអស់សត្វមានជើងច្រើនជើង4ច្រើនសត្វតែឆ្អឹងខ្នងទៅទឹងផែនដីទាំងអស់ញោមមានតែមើលសត្វអីអត់មានឆ្អឹងខ្នងយ៉ាងនេះមានសត្វមនុស្សយើងទេដែលមានឆ្អឹងខ្នងមនុស្សសោនេះមនុស្សគឺសត្វដែលប្រសើរសត្វដែលមានបញ្ញាតែបានទេញោមញាតយើងសត្វមានបញ្ញាប៉ុន្តែបញ្ញារបស់យើងបើយើងអត់បានសិក្សារៀនសូត្រចំណេះចេះដឹងបានស្ដាប់ធម៌របស់ពុទ្ធជាបញ្ញារបស់យើងអត់រីកទេញោមញាតក្តៀបនៅនឹងឯងមកអត់រីកចម្រើនទេតែយើងបានសិក្សារៀនសូត្រស្ដាប់
ធ្វើរៀនធ្វើទៅបានបញ្ញាយើងវារីគេថាបញ្ញាមែនប៉ុន្តែបញ្ញារីបានដោយសារយើងរៀនសូត្រមករៀនសូត្រនៅក្តៀមហ្នឹងឯងឥឡូវអាត្មាធៀបឲ្យញោមញាតស្ដាប់មនុស្សពីរនាក់កើតថ្ងៃខែឆ្នាំជាមួយគ្នាបើមនុស្សម្នាក់នេះគេកើតនៅក្នុងក្រុងព្រះវិហារនេះមនុស្សម្នាក់ទៀតនោះកើតទៅឯណាឆែបស្អីណានឹងស្រុកអីទេស្រុកនេះណាស្រុកដាច់ស្រយាលហ្នឹងវាទៅតណ្កាមនុស្សពីរនាក់ខុសគ្នាអ្នកនៅក្នុងក្រុងព្រះវិហារគេចេះដឹងមានបញ្ញាច្រើនព្រោះគេសិក្សារៀនសូត្រអ្នកនៅជនបទដាច់ស្រយាលហ្នឹងអត់បានរៀនសូត្រអីទេបើទុកជារៀនសូត្រក៏តិចតួចហើយធ្វើបញ្ញាអត់ឲ្យរីធំបានទេយោញាតអានឹងបានថាបញ្ញារបស់មនុស្សមានហើយតែមនុស្សត្រូវសិក្សារៀនអក្សរសិល្ប៍វិជ្ជាទើបបញ្ញាលូតលាស់ធំកាលណាបញ្ញាលូតលាស់ធំហើយជីវិតរបស់មនុស្សនឹងប្រសើរហើយមនុស្សអានឹងមានបញ្ញាគឺមិនធ្វើអំពើអកុសលអាក្រក់ទេគឺជាពួកសប្បុរសលោកសាងធ្វើសេចក្តីល្អបើทำបានរៀនសូត្រឲ្យកើតជាមនុស្សហើយអបានរៀនសូត្រនោះតាំងចាប់ផ្ដើមប្រព្រឹត្តអំពើអាក្រក់ហើយណាញោមញាតមានកាប់សម្លាប់លួចប្លន់អីគេជាដើមក្នុងបញ្ញវេរាទាំង5ហ្នឹងកើតជាមនុស្សជាតិហើយតែអត់បានធ្វើល្អធ្វើអំពើអាក្រក់ហ្នឹងជាបំណុលជាពូជស្លាប់ពីមនុស្សទៅកាន់អបាយភូមិហើយអានេះវាចឹងគឺតែវាផ្លាស់ប្ដូរអត្តភាពពីមនុស្សទៅនរកតែទៅកើតក្នុងនរកហើយអ្នកដែលឈឺចិត្តស្លាប់ទៅវាឃើញនិមិត្តហូប3មួយគេហៅកម្មទី2កម្មនិមិត្តទី3កតិនិមិត្តក៏ឃើញចឹងកម្មគឺចិត្តស្លាប់ទៅឃើញដូចយើងមើលទូរទស្សន៍យ៉ាងសម័យខ្លួនហ្នឹងឃើញខ្លួនឯងកំពុងតែធ្វើរបស់ដែលកំពុងធ្វើផងឃើញទាំងខ្លួនយើងផងអានេះកម្មទី2កម្មនិមិត្តឃើញកម្មនឹងយូរបន្តិចទៅក៏រលត់បាត់ទៅសត្វតែឃើញផលរបស់កម្មព្រោះឲ្យយើងឃើញតែអំពើដែលធ្វើដល់ឃើញតែទៅផុតឆ្លងផុតទៅក៏ហៅកតិនិមិត្តអកតិនិមិត្តនេះគឺផលបុណ្យបាបសំដែងឲ្យយើងឃើញបើយើងធ្វើបាបទៅឃើញពួកនិរយៈបាលពួកយមបាលឃើញសត្វក្អែកថ្មាតឃើញភ្លើងនរកភ្លើងអវិជ័យបើសិនណាយើងធ្វើបន់ទេឃើញស្រាប់តែឃើញគេយករទេះយកក្រេស្នែងមកទទួលជាងការឃើញគេយកយានជំនិះអីមកបញ្ជិះយកទៅទៀតអានេះគេហៅកតិនិមិត្តអានឹងចុងក្រោយឯងញោមញាតកាលណាឃើញរបស់ដែលល្អដូចឃើញគេយកក្រេយានមកទទួលឬអីចឹងដាច់ចោលទៅកាន់សុគតិបើឃើញនិរយៈបាលឃើញក្អែកឃើញថ្មាតឃើញភ្លើងគេដាច់ចោលទៅកាន់ទុគតិនេះមនុស្សដែលឈឺធម្មតាចាស់ចរិយាដែលចិត្តស្លាប់គឺឃើញនិមិត្ត3ហ្នឹងហើយព្រោះតែចិត្តចាប់អាណាទៅអានឹងមុនហើយបងដោយលោកធៀបថាគោមកវងគេដាក់ក្នុងក្រោលមកគោមកវងមានគោមេគោឈ្មោលមានកូនគោមានគោច្រើនហើយវាចម្រុះហ្នឹងសួរតាគោគេដេញមកដាក់ក្រោលឲ្យដេកដល់ព្រឹកឡើងគេលេងសួរថាគោណាចេញមុនគោណាចេញមុនយ៉ាងអានេះសម្រាប់គោណានៅទ្វារក្រោលញោមគោមេក្តីគោឈ្មោលកូនគោដែលតែនៅទ្វារក្រោលបើកទ្វារទៅអានឹងចេញមុនសម្រាប់អ្នកដែលស្លាប់ក៏អញ្ចឹងដែរតែនឹកឃើញអីគឺកាន់យកហ្នឹងឯងទៅមុនទៅកាន់អាស្រ័យបានជាព្រះសម្មាសម្ពុទ្ធលោកឲ្យយើងអប់រំមេរៀនរបស់ព្រះលោកសិលសមាធិបញ្ញា
เซลล์สำหรับอบรมกายวิจาเยื้องอ้อยสงบอ้อยละออก็อ้อยเพิ่มเปิบบาปกายกรรมใบใจกรรมบุญมโนกรรมใบนะบอกอันนี้ภายในเซลล์สำอาดกิเลสโกรธเกลียดปวดไอวิเจียบนังกายนังเวจาแต่สำอาดกายเวจาสะอาดไอ้บ้านโลกไอ้จำรานสมาธิเทวเนียนึงดำไปเลี้ยงเจียมเรียกกิเลสเช่นกันนั้นไอ้สอบจัดระบายโยมเยียดมนุษย์ตูเตาเลือกแผ่นได้จัดอดได้เมียนเสรีเพียบได้นะโยมเยียดในกรมอาณานิคมระบายกิเลสเช่นกันดาลพรำกิเลสเช่นกันดาลนั้นพรำสอบจัดจ่องจัดกรีคมจัดนั่งโยมเยียดเพื่อกลางเยียดสมัยแต่อากิเลสได้แบบปราเนี่ยมันเพื่อได้จัดบริสุทธิ์อากิเลสเช่นกันดาลพรำส่วนโยมเยียดกามมาชันเตะปิญจันนังกามมากุนแต่งปรามรู้สมเลงคลานรอสไอ้บอสตรับต่างอ่ะงานนึงไอ้แบบเป็นเชี่ยไอ้เธอตีปีเชี่ยปาเตะกลมนมกลมกูนไอ้นาแต่นึกเคยเรื่องนะถ้าโตสะนวิเชงมอจังเธอไอ้ประตูไอ้เนี่ยน้องวินเนียไอ้ตีใบนิวรณะเธอไทยนเมนเทะไทยนเมนเทะคือสิ่งใดงอยงงงอยงงนี่ก็เวียนเมียนม่อนแบบประกาศโดยตาเชรีอย่าอันยองเงียนแต่งอยเดยให้แบบหมกพร้อมสันดำยึงแต่งอยเดยยันเมียนกลางเงียกอัดเพื่อเต้ก็เวงเจ้าสันเดยสันนายอันนี้ยองเงียครบแต่เนี่ยแต่งอยเดยม้อยอัดเธอกายเดยสันอันนั้นเมียนม่อนสันดำประกาศเพราะอุตจักกกจักสกได้ระซับระซอลก็วาลก็วายระบอจัดปิ้งแผ่นใดไอ้ตีบุญตีพรำคือดิเจกชาสิได้สร้างไซปีนี้ปีโนขนมจันมันมันได้สลายนั่งกอจรานะเพราะเนี่ยพรำเนี่ยนะได้เชี่ยววายระบอจัดไปเชี่ยจัดเยอะไอ้เถื่อนเอาอำเภออักระบ้านเราไอ้จำรานสมาธิกำจัดกิเลสเชี่ยงกันดาพรำโดยสัมมถกรรมฐานจำรานกรรมฐานนามุยโอดำใบนั้นอบรมจัดไอ้สงบสมาธิอิทธิจัดไอ้สงบพอจัดยังจัดสงบได้นะโยมเยียดแล้วกิจการสมาธิก็เอาตุบจัดเอาสงบขนองรื่นมวยขนองอารามมวยนั่นไอ้หนึ่งตัวนั้นโยมเยียดจำราเนื้อทุบจัดไอ้สงบเต้ออาเกลัยพรำเชียงกันดานเวียกราบต้นใดเชียงกราบจัดเมียนเสรีเพียบครวนไอ้นี่นะเวียอาการนาเกลัยพรำหนึ่งเวียตีดใจเต้าเวียต้นใดเชียงเต้าเมียนเมียนกศลพรำเกิดชิมนุหาพรำเราวิตกะวิจาระไปเตะโสขะเอกะกตาเกิดแล้วอันนี้เชียตู้กศลชิมนุหาพรำนั่นเนี่ยทุยจัดไอ้สะอาดบ้านทุยจัดสะอาดไอ้บ้านจัดนมเมียนเป็นลือพลือทลาบ้านลูกอาเชมร้านวิปัสสนาปัญญาเนี่ยอายอดเรื่องสเพียเวได้เวกาดลางขนองกายยังเนาะไอ้ว่าเคยทาเจริญบอกเป็ดเคยสกได้เป็ดจังนั้นโยมเมียนไอ้เป็ดไม่แต่เธอไม่เจียดนามวยเลอโลกในแต่เมียนเกริยากาดลางให้เธอไม่เจียดอ๋อไม่บินเนี่ยซับซ้อนหรือบินธรรมดาใส่หนอโยมเมียนรึงแพ้ทมอบนุ่มไหมก็กว้างตาวิเนี่ยได้ยังมือดังเชิดดังปรีอากาศไอ้สลับด้วยแต่คนนี้ด้วยแต่มันนึงจะไรมันนะธรรมเจียนามวยกาล้างเมียนเกริยาบวินเนี่ยตะวินเจียธรรมดาแต่เราเลือโลกเนี่ยเพราะนั้นเชียบพิธีเชียเมียเกียรติได้ประสมาสัมพุทธโลสำแดงตกเอายังพุทธบาสัตยังกรุปฏิบัติดำใบรำดอกลูนยังเชนเปียใบหยบภูมิปินนรกนั่งเปล่าท่านเราตัดเรียกตัวนรกไอ้ล่างปินนรกมันก็เกิดแปรหรือก็การเดริชานขนมภูมิมโนไอ้ซาตะปูเนี่ยแดนซอยตุกเวทเนี้ชีวิตอาบานสอกเตอาศัยนี้เราโยมเยียดรำปึงเกิดท้าเนี่ยได้สลับมนหายนั่นเกิดบานตะตูลกรุบอาหารเกิดจากชีสลาม
โดยบาสะลองได้นี่เพราะนั้นก็ตัวทำไมยังเคยไงปัญหาลายแต่ยังรักเนี่ยนั่งตามบ้านโยมเยี่ยนตลบตบเตียเป็นยุบนิ่มนั่งโยมน้าก็มันดังสายโยมน้าก็มันดังข้านสายน้าก็มันดังอันนั้นว่าเตียนบางใจยังตระตะปรองประหยัดกรุบเนี่ยตั้งสำหรับយើងអ្នកកាន់ពុទ្ធសាសនាបើត្រូវសិក្សានៅពុទ្ធឱវាទដែលព្រះសម្មាសម្ពុទ្ធលោកសម្ដែងប្រាប់យើងទាំងអស់គ្នាហ្នឹងបងអញ្ចឹងក្នុងកម្មវិធីទេសនានេះមិនបានច្រើនទេប៉ុណ្ណឹងឯងបងបើបន្ទាន់ទៅវត្តខ្លះយប់អូចេញដំណើរមកពីស្រុកត្បូងឃ្មុំតែម៉ោង 9:45 នាទីធ្វើដំណើរមកណាไปត្បូងឃ្មុំនោះគេមន់យូរហើយក្នុងនេះអត់តែទៅវាបថុញញុចតិនហន់ហ្នឹងទៅនិមន្តមកក៏រុញអ្នកដែលទីសន្យានៅជួបវត្តឲ្យសំផ្អាកគេថាចាំស្អែកទៅសុំជួបថ្ងៃនេះមកជួយបំពេញភារកិច្ចលោកគ្រូមេគន់ខេត្តព្រះវិហារសានព្រោះលោកមានទុំដោយសារញោមប្រុសលោកបានទទួលមរណកាលទៅកាន់លោកខាងមុខហើយជាទុក្ខធំបំផុតសម្រាប់យើងកូនចៅទាំងអស់គ្រប់គ្នានោះវិញអ្នកដែលលះលោកទៅហើយបើកិនអ្នកដែលមិនទាន់ដែលលោកនៅរស់ដូចជាបាសក់ឡុងដែងនេះកូនចៅទាំងអស់ត្រូវទំនុកម្រងពុតគង់ចិញ្ចឹមបីបាច់ថែរក្សាកើតដោយវត្ថុ4យ៉ាងគឺសម្ពុតខោអាវមហូបអាហារហើយក្រែមុងកន្ទេលអីជាដើមហើយនឹងថ្នាំព្យាបាលរោគនេះលោកគ្រូថាបានយកទៅព្យាបាលនឹងអស់2 ខែហើយនៅវៀតណាមនៅបើជួយមិនឈ្នះហើយទៅដល់ពេលដែលជួយមិនក៏មិនឈ្នះដែរបងនេះប្រព្រឹត្តទៅតាមហេតុផលហ្នឹងបងបើវិលាដល់លោកលះលោកទៅហើយយើងយកសម្ពុតខោអាវមកអាហារទៅឲ្យគាត់អត់បានទេជាពិសេសគឺពិធីសែនព្រេនឲ្យកាន់តែល្អមើលតែអ្នកស្លាប់អត់បានទទួលបរិភោគបានទេហើយในពុទ្ធសាសនាមានតែធ្វើតិខេណានុបទានបើតិខេណានុបទានបុណ្យណាឲ្យតែឈ្មោះថាតិខេណានុបទានឬសង្ឃតាតិខេណានុបទានគឺគេធ្វើចំពោះសង្ឃហើយគេឧទ្ទិសជូនដល់ទៅអ្នកដែលស្លាប់ហ្នឹងលាលោកហើយអានឹងបានទៅដល់នេះសម្រាប់ពុទ្ធសាសនាហ្នឹងសូមឲ្យញោមញាតិទាំងអស់ហ្នឹងជ្រាបយ៉ាងផងកាលណាបើញោមញាតិបានសិក្សាពុទ្ធសាសនាទៅនៅតែអត់ដឹងអីយ៉ាងឯងបងអត់បានលះបង់ឲ្យចោលសោះបងការកាន់ពុទ្ធសាសនាកាន់តែនាមទម្លាប់ប្រពៃណីតាមដូនតាម៉ែឪក៏នាំមកវត្តដូនតាម៉ែឪក៏អត់បានរៀនអីតែកូនចៅមកទៀតក៏មិនចេះអីក៏អត់បានបង្រៀនហ្នឹងប៉ុន្តែបើញោមញាតិចង់ចេះដឹងតែស្ដាប់ធ្វើទេសនាឬក៏សាកសួរនៅអ្វីដែលញោមញាតិឆ្ងល់ហ្នឹងគឺថាធ្វើធម្មសាកឆាឬស្ដាប់ធ្វើទេសនាឬសាកសួរលោកអ្នកប្រាជ្ញបណ្ឌិតក្នុងរឿងពុទ្ធសាសនាហ្នឹងបានញោមញាតិយល់ដឹងខុសដឹងត្រូវបើមិនចឹងទេពោះទៅតាមតែលំអានចាស់បុរាណហ្នឹងឯងអត់ដោះរួយទេបងយ៉ាងពុទ្ធសាសនាត្រូវរៀនសិនដោយបត្រៃបិដកនេះគេហៅព្រះបរិយត្តិធម៌បើនិយាយបរិយត្តិធម៌ញោមញាតិក៏មិនដឹងដែរតែថារៀនទ្រឹស្ដីបរិយត្តិនិងទ្រឹស្ដីដូចគ្នាដល់យើងរៀនបរិយត្តិនឹងចេះដឹងឲ្យពិធីលោកបញ្រៀនថាធ្វើទានបែបនេះសិលបែបនេះសមាធិបែបនេះបញ្ញាបែបនេះអានេះគេហៅទ្រឹស្ដីបញ្យល់យើងហើយយើងយកមកបដិបត្តិគឺថាអនុវត្តសប្តាហ៍នេះតែថាអនុវត្តបានស្ដាប់បានបដិបត្តិនិងអនុវត្តស្មើគ្នាបរិយត្តិហើយនឹងទ្រឹស្ដីដូចគ្នាបងនេះព្រះធម៌មាន3ណាញោមញាតិត្រូវសិក្សាបរិយត្តិធម៌ចេះហើយត្រូវធ្វើការបដិបត្តិ
ដែលបដិបត្តិឲ្យបានផលថាបដិវេទតែគឺផលនេះមាន3យ៉ាងចុះបើញោមញាតអត់ចេះអត់ដឹងឲ្យសោះក៏ទៅធ្វើម៉េចទៅកាន់ពុទ្ធសាសនាអញ្ចឹងញោមញាតតាំងចិត្តស្ដាប់ធម៌ទេសនាឬសាកសួរព្រះសង្ឃហើយក៏មានអ្នកប្រាជ្ញបណ្ឌិតឲ្យឆ្ងល់ឲ្យសួរលោកណាញោមញាតកុំថែរក្សាអាសេចក្តីល្ងងនឹងទុំកាលណាយើងមិនដឹងគឺល្ងងហើយតសេចក្តីល្ងងនេះពុទ្ធលោកមិនអោយយើងរក្សាទេជាសត្រូវរបស់ពុទ្ធសាសនាឲ្យយើងកំចាត់ចោលយើងកំចាត់សេចក្តីល្ងងបានដោយសាររៀនស្ដាប់ឲ្យសាកសួរគេនៅបើកាលណាមិនដឹងហ្នឹងបានកំចាត់សេចក្តីល្ងងបានបើញោមមិនប្រព្រឹត្តកិច្ចការងារហ្នឹងទេដែលការស្ដាប់ធម៌អីទេអាហ្នឹងអត់កំចាត់បានទេនៅតែល្ងងក៏អញ្ចឹងឯងក៏ចុះធម៌ទេសនាក្នុងកម្មវិធីបុណ្យជាបណកិច្ចរបស់បាសកឡុងដែងបើដែលជាញោមរបស់ព្រះមេគុណខេត្តព្រះវិហារនេះហើយនឹងជាស្វាមីរបស់បាសិកាវ័នជន់ហើយនឹងជាលោកឪពុកបង្កើតឪពុកក្មេករបស់កូនប្រសាកូនបង្កើតអស់ចៅប្រុសចៅស្រីទាំងអស់ក្នុងឱកាសនេះក៏លមមគួសមតាមកាលនិងវេលាហើយបងធ្វើទេសនាដែលសម្ដែងក្នុងឱកាសនេះក៏សន្មតថាចប់ត្រឹមតែប៉ុណ្ណេះឯងអេវ៉ាំង